Ok, sáng cũng dương mà chụp kia sẽ dịch mấy chứng video muốn nhóm ban visual từ lượt ca mùi đại dương đại AI vì bạn trên rệt ở dưỡng nè tôi bây giờ vì trên rệt ở dương mấy bàn tay dương có tự đừng bị flow đại đầm bây ở dương cài và sinh chỉ vì miền phía BR ấy mùi á nè anh đang chia đường mùi đào lọ hai mùi tiết cứ AI cứ việc chui dương bàn lướn để sang tại cột mùi bởi dương xe nó còn đáy cứ việc pra về dù chứng dương sọc chích AI វាសរសេរឲ្យយើងហើយយើងចាំកែតាមក្រោយវិញអាហ្នឹងគឺលឿនតោះឥឡូវយើងមកខ្ញុំមកបញ្យល់កន្លែង main navigation នេះគឺវាមានអីខ្លះវាមានអានេះហើយវាមានប៊ូតុង float នេះមួយអញ្ចឹងយើងទៅលើវិញគឺអ្វីដែលយើងធ្វើគឺអត់ខុសពីរបស់យើងមុនទេគ្រាន់តែនេះ AI វា generate ឲ្យគឺវាមាន function មួយចំនួននិង layout មួយចំនួននៅក្នុងនេះតោះឥឡូវយើងមកមើល current index របស់យើងគឺនៅដដែលហើយនេះគឺជា structure ដែលយើងមានដោយសារជាក់ស្ដែងគឺយើងមានដល់ទៅ5 6ហើយនៅក្នុងនេះដោយសារតែយើងអត់ទាន់បាន build ទៅលើ page ផ្សេងទៀតគឺយើងមានតែ3យើងដាក់3សិនហើយក្នុងហ្នឹងក៏យើងមានជានេះដែរ on tab របស់យើងដើម្បីឲ្យវាពេលយើង click ទៅគឺវាដំណើរការណាហើយបានចាប់ផ្ដើមពី function អស់ហើយយើងផ្ដើមពីយើងចាប់ផ្ដើមទៅ build តែម្ដងចឹងនៅក្នុង build របស់យើងគឺបានន័យថាទៅលើ UI របស់យើងហ្នឹងឯងនៅក្នុង build យើងមានអីខ្លះយើងមាន body របស់យើងនេះគឺ content ទាំងអស់ហ្នឹងឯងយើងមានអីគេយើងមាន current index និង page ជា trend របស់យើងគឺជា page របស់យើងហ្នឹងឯងហើយនៅក្នុងហ្នឹងគឺយើងបាន add បន្ថែមទៅលើ floating action button សញ្ញាបូកនេះគឺវាជា floating button ហ្នឹងឯងចឹងនៅក្នុងនេះគឺយើងមានពណ៌អីខ្លះយើងមានពណ៌ green ហើយយើងមាន shape របស់យើង circle border រូបរង្វង់នេះហើយ press នេះអានេះគឺយើងអត់ទាន់មានអីទេចឹងនៅពេលដែលយើង create page មួយទៀតគឺ create post ណាចឹងយើងអាចបញ្ចូលនៅកន្លែង on press នេះហើយពេលដែលយើង click ទៅគឺវានឹង direct ទៅ page មួយទៀតអញ្ចឹងកន្លែងនេះគឺយើងអត់ទាន់បានដាក់ទេហើយមួយទៀតគឺយើងដាក់ទៅលើ icon របស់យើងនេះ float របស់យើងនេះគឺ icon នេះឯងជា size អីគឺវាមានក្នុងហ្នឹងដែលយើងអាច change បានអូខេអញ្ចឹង float button របស់យើងគឺយើងមានហើយវានៅក្នុងជា center តែម្ដងបាទន័យថាវានៅចំកណ្ដាលហើយបន្ទាប់មកទៀតគឺយើងចាប់ផ្ដើម build ទៅលើ button bar របស់យើងហ្នឹងគឺនេះទាំងអស់ហ្នឹងឯងទាំងអស់ហ្នឹងគឺយើងចាប់ផ្ដើមដោយ button bar របស់យើងហើយយើងមាន shape ជា circle របស់យើងនេះហើយយើងមានអីគេខ្លះយើងមាន margin ពី page 1ទៅ page 1យើងមានពណ៌អានេះគឺពណ៌ green នឹងឯងពណ៌ទាំងអស់ហ្នឹងណាបើយើង change គឺវានឹង change ទាំងអស់ដែរតោះអញ្ចឹងបន្ទាប់មកយើងចាប់ផ្ដើមជា row បាទនេះថាជាជួរដេករបស់យើងនេះអញ្ចឹងជួរដេកយើងមានអីខ្លះយើងមាន space around បាទន័យថានេះដូចយើង build ទៅលើមុនដែរគឺយើងមាន main axis alignment អញ្ចឹង main alignment របស់យើងគឺយើងប្រើ space around គឺ space ទាំងខាងលើទាំងខាងក្រោមបាទន័យថាជុំវិញ icon ហ្នឹងតែម្ដងអញ្ចឹងវាមាន space អញ្ចឹងយើងមានអីខ្លះយើងមាន home យើងមាន video នេះអញ្ចឹងបន្ទាប់ពី video ហើយបាទយើងចាប់ផ្ដើមដាក់ space ដោយសារអីគេដោយសារវាមាន button nàyនេះអញ្ចឹងហើយបាទយើងដាក់ space ហើយបាទយើងចាប់ផ្ដើមដោយ icon បន្ទាប់អញ្ចឹងនេះគឺជាlist ដែលយើងធ្វើហើយនៅក្នុងនេះគឺយើងគ្រាន់តែ build widget វាមកនៅក្នុង widget នេះយើងមានអីគេខ្លះយើងមាន icon data យើងមានអីគេ string label នេះគឺទៅលើ title នឹងឯងហើយយើងមាន index នេះគឺជា page នេះជាចំនួនលេខរៀងនៃ page អញ្ចឹងយើងមាន icon យើងមាន title ហើយយើងមាន index អញ្ចឹងនៅក្នុង widget របស់យើងគឺយើងមានតែប៉ុណ្្នឹងហើយយើង return វាមកយើងដាក់ final is active is a current index
បានន័យថាពេលដែលយើង click ទៅលើប៊ូតុងមួយគឺវានឹង highlight ទៅលើកន្លែងហ្នឹងគឺបានន័យថាកន្លែងហ្នឹង page ហ្នឹងគឺកំពុង active ហ្នឹងឯងគឺជាកន្លែង active នេះហើយបន្ទាប់មកគឺយើងប្រើ Inkwell នេះគឺវាអត់មានអីទេគ្រាន់តែយើងជា UI មួយដែលយើងប្រើសម្រាប់ដាក់វាជាកាតមួយដែរជាក់ស្ដែងទៅគឺវាជាកាតហើយនៅក្នុងនេះគឺយើងប្រើ tab ទៅលើ index ហ្នឹងឯង index មួយហ្នឹងគឺយើង tab ហើយនៅក្នុងហ្នឹងគឺយើងមានអីគេខ្លះ column របស់យើងអត់មានអីទេគឺយើងមានតែ icon ហើយនឹង text បានន័យថា icon text ជាងវានៅជាប់គ្នានឹងឯងហើយ icon របស់យើងចង់ដាក់ color អីគេខ្លះ color នៅពេល active គឺវាពណ៌អីគេហើយនៅពេលដែលអត់ទាន់ active គឺវាពណ៌អីគេអញ្ចឹងអានេះជាក់ស្ដែងទៅគឺយើងប្រើពណ៌សមិនដែលទេអានេះថាពេលវា active គឺវាពណ៌សហើយបើសិនជាវាអត់ active ទេវាពណ៌រៀងប្រផេះអញ្ចឹងយើងប្រើ white ប៉ុន្តែយើងប្រើ70បានន័យថាវាពណ៌វាគឺគេហៅថាវាមិនសពេកទេគឺវានៅប្រផេះអញ្ចឹងនៅក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងហើយនៅក្នុងវីដេអូបន្ទាប់គឺយើងនឹងបន្តមេរៀនយើងទៀតអរគុណ